ចៅសៀមបញ្ឆេះសង្គ្រាមឈ្លានពានកម្ពុជាដល់ទៅ2លើកនៅឆ្នាំ2025នេះតែមិនទាន់ឃើញប្រទេសណាមួយចេញមុខថ្កោលទោសសៀមនៅឡើយទេពីចាស់មួយឃ្លាពោលថាសម្គាល់មិត្តល្អក្នុងគ្រាមានអាសន្នជាការពិតណាស់ទាហានចៅសៀមបានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជាដល់ទៅ2លើកនៅក្នុងឆ្នាំ2025នេះដោយលើកទី1មានរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី24កក្កដាដល់ថ្ងៃទី28កក្កដាហើយលើកទី2គឺចាប់ពីថ្ងៃទី7ធ្នូរហូតមកទល់នឹងថ្ងៃទី15ធ្នូនេះហើយជាការកត់សម្គាល់អ្នកដែលចេញមុខជួយកម្ពុជាពិតប្រាកដគឺឃើញមុខតែដដែលពោលគឺគ្មានអ្នកណាផ្សេងក្រៅពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមក្នុងឋានៈជាប្រធានបដូវវេនរបស់អាស៊ានដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវតែដឹងគុណូបការៈរបស់លោកទាំងពីរក្រៅពីអ្នកក្លាហានទាំងពីរខាងលើដែលជិះសេះសដៃកាន់ធ្នូមកជួយស្រោចស្រង់កម្ពុជាក្នុងគ្រាដែលកម្ពុជាកំពុងលើកដៃដង្ហើយសុំជំនួយនិងស្រែកឃ្លាននូវសន្តិភាពដែលសម្ដេចតេជោហ៊ុនសែនទម្រាំតែយកមកបានដោយត្រូវបូជាសាច់ស្រស់ឈាមស្រស់ប្រទេសជាមិត្តផ្សេងទៀតមិនថាមិត្តដៃថែបមិនថាមិត្តស្ពាន់ឬមិត្តដេរ៉ាមិនទាន់ចេញមុខថ្កោលទោសចៅសៀមឈ្លានពាននៅឡើយទេពោលគឺបានត្រឹមតែអំពាវនាវឲ្យជនរងគ្រោះនិងចៅប្លន់រក្សាភាពអត់ធ្មត់ហើយវិលចូលតុចរចាប៉ុណ្ណោះហើយសំណួរសួរថាតើចៅប្លន់មានចិត្តមេត្តាដល់ជនរងគ្រោះដែរឬទេបើចៅមានចិត្តធម៌តើចៅអាចចេញប្លន់កើតទេតាក់ទិននឹងបញ្ហាសម្លាញ់អាប់នេះដែរលោកខំភូរីដែលគេស្គាល់ថាអ្នកនិពន្ធនិងអ្នកដឹកនាំសម្ដែងល្បីឈ្មោះបានទៅសេបង្ហោះនៅអត្ថបទនៅវិចារណកថាខ្លីមួយនៅលើគណនី Facebook របស់ខ្លួនកាលពីថ្ងៃទី14ខែធ្នូឆ្នាំ2025ដែលមានខ្លឹមសារដូចនេះថាកែវភ្នែកចិនចង់ឮសំឡេងចិនសម្លឹងមកដោយកែវភ្នែកបរិសុទ្ធនិងស្មោះត្រង់ជាប្រទេសដែលធ្លាប់លើកសរសើរគ្នាគាំទ្រគ្នាជាមិត្តដៃថែបជាមិត្តរាប់ពាន់ឆ្នាំពេលនេះមហាយៈចិនបានសម្ងំស្ងៀមយ៉ាងចម្លែកនៅពេលដែលមានប្រទេសជិតខាងបំពេញកម្ពុជាម្ដងហើយម្ដងទៀតមើលលើប្រវត្តិសាស្ត្រចិនតែទុកកម្ពុជាជាបងប្អូនល្អនិងដាក់ចំណាត់ថ្នាក់លើសគេនៅអាស៊ីអាគ្នេយ៍អតីតមេដឹកនាំជំនាន់មុនបានបង្កើតទំនាក់ទំនងចាក់ឫសគល់យ៉ាងជ្រៅតែអាចជាកត្តាប្រយោជន៍សេដ្ឋកិច្ចបានបិទមាត់មហាយៈមួយនេះយ៉ាងស្ងប់ស្ងៀមរឿងមួយនេះបានបង្រៀនយើងឲ្យស្គាល់នៅភាពចាំបាច់នៅពាក្យខ្លួនទីពឹងខ្លួននោះមានន័យថាយើងចាំបាច់ត្រូវពង្រឹងសមត្ថភាពការពារជាតិដ៏ខ្លាំងក្លាមួយនេះខ្លាំងក្លាមិនមែនសម្រាប់បំពានអ្នកណាតែខ្លាំងដើម្បីការពារខ្លួនឯងពីសត្រូវឈ្លានពានអំពើដ៏ឆ្កួតលីលារបស់ប្រទេសសៀមបង្ហាញឲ្យឃើញយ៉ាងច្បាស់នៅការប្រើអំណាចយោធាបំពានប្រទេសតូចតាចដូចកម្ពុជាហើយតើកែវភ្នែកពិភពលោកពិសេសមហាយៈចិនយល់យ៉ាងណាដែរប្រទេសតូចឬធំសុទ្ធតែពុំចង់បានសង្គ្រាមមិនមែនជាជំរឿហើយជាការកាន់កំភ្លើងប្រយុទ្ធគឺដើម្បីបញ្ឈប់សង្គ្រាមនិងការការពារជាតិទឹកដីសារខ្លាំងនិងមុតស្រួចរបស់ឯកអគ្គរដ្ឋទូតចិនកាលពីសង្គ្រាមឈ្លានពាន5ថ្ងៃកន្លងទៅជាសារដ៏កក់ក្ដៅតែសង្គ្រាមឈ្លានពានលើកទី2នេះលោកហាក់ស្ងាត់ស្ងៀមបើទោះបីសង្គ្រាមដ៏អូសបន្លាយដល់ទៅថ្ងៃទី8ទៅហើយក្តីអរគុណប្រទេសម៉ាឡេស៊ីប្រជាជនម៉ាឡេស៊ីនិងលោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងនាមជាប្រធានអាស៊ានជាមិត្តនិងគឺជាមិត្តដែលមានកែវភ្នែកយុត្តិធម៌លើកិច្ចនយោបាយនិងស្គាល់ពីសន្តានរាជការសៀមច្បាស់ដោយមិនឈរលើផលប្រយោជន៍ជាធំសកម្មភាពលោកបានបង្ហាញការខឹងសម្បារពីជនជាតិសៀមផងដែរក្នុងកែវភ្នែកអាមេរិកកម្ពុជាបានក្លាយជាមិត្តនៃយុទ្ធសាស្ត្រថ្មីចាស់អរគុណលោកប្រធានាធិបតីដូណាល់ត្រាំប្រជាជនអាមេរិកផងដែរ